ជំរាបសួរបងប្អូនទាំងគ្នាយើងវិលមកជួបគ្នាម្ដងទៀតហើយបាទហើយវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងការប៊ូស live ដែលយើងប៊ូសតាមផ្លូវក្រោយផងដែរបងប្អូនណាជាធម្មតាខ្ញុំបង្ហាញបងប្អូនដូចជាច្រើនដែរហើយពាក់ព័ន្ធជាមួយនឹងការប៊ូសហើយយើងប៊ូសនៅលើ website របស់ Facebook ដែលមានឈ្មោះថា ADM Manager អញ្ចឹងបងប្អូនខ្លះក៏គាត់បានដឹងហើយបងប្អូនខ្លះទៀតក៏គាត់អត់ទាន់បានស្គាល់នៅ website ADM Manager នោះទេដែលគាត់ធ្លាប់តែប្រើទូរស័ព្ទប៊ូសហើយគាត់ប៊ូសពីមុខណាបងប្អូនបាទអញ្ចឹងវីដេអូនេះគឺសម្រាប់បងប្អូនយើងដែរថ្មីបាទពាក់ព័ន្ធជាមួយនឹងការប៊ូសហើយគាត់អាចប៊ូស live បានតាមរយៈ website ADM Manager ដោយយើងប៊ូសពីក្រោយផងដែរបាទចង់ដឹងថាតើយើងអាចធ្វើបានដល់របៀបណាតោះយើងទៅមើលវីដេអូនេះទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលចិត្តវីដេអូពាក់ព័ន្ធជាមួយនឹងការចែករំលែក technique ពិសេសពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Facebook បងប្អូនទាំងគ្នាអាចធ្វើការចុច subscribe នៅ channel របស់ខ្ញុំបានហើយបើសិនជាចូលចិត្តនៅវីដេអូបែបចែករំលែកគន្លឹះថ្មីពាក់ព័ន្ធជាមួយនឹងការប៊ូសបងប្អូនអាចចុច like វីដេអូនេះបានតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅមើលវីដេអូទាំងអស់គ្នាបងប្អូនទាំងគ្នាធ្វើការ log in ជាមួយនឹង account ប៊ូសឲ្យបានត្រឹមត្រូវហើយវិធីសាស្ត្រនេះផងដែរគឺយើងប្រើ computer ដើម្បីប៊ូសបាទហើយយើងប៊ូសពីក្រោយបាទអូខេអញ្ចឹងដំបូងឡើយបងប្អូនទាំងគ្នាធ្វើការដាក់ like មកបាទហើយបន្តមកទៀតយើងធ្វើការ copy ឈ្មោះ page របស់យើងមួយមកបាទអញ្ចឹងខ្ញុំយក page នេះមកឧទាហរណ៍ជូនបងប្អូនទាំងគ្នាមើលអូខេហើយបន្តមកទៀតបងប្អូនធ្វើការបើកជាមួយនឹង ADM Manager មកអញ្ចឹងមកដល់កន្លែងនេះបងប្អូនធ្វើការចុច create បន្តមកទៀតបងប្អូនចុចយក engagement បាទហើយបន្តមកទៀតបងប្អូនចុច continue បន្តមកទៀតបងប្អូនយកខាងក្រោមបាទ manual engagement campaign បាទហើយចុច continue មកអូខេមកដល់កន្លែងនេះបងប្អូនអាចធ្វើការដាក់ឈ្មោះ page ដើម្បីចំណាំបានហើយបន្តមកទៀតបងប្អូនកលេចមកមើលកន្លែង advantage campaign budget plus បាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនធ្វើការចុចបើកមកបាទដើម្បីយើងកំណត់ទឹកលុយហើយពាក់ព័ន្ធជាមួយនឹង budget បងប្អូនបាទពាក់ព័ន្ធមួយការប៊ូស live ផងដែរគឺយើងត្រូវទៅដាក់ live time បងប្អូនបាទដាក់ live time មកអញ្ចឹងកន្លែងទឹកលុយគឺបងប្អូនទាំងគ្នាដាក់តាមតម្រូវការរបស់បងប្អូនមកបាទបងប្អូនចាយមកសូម៉ានគឺបងប្អូនដាក់ប៉ុណ្ណឹងមកដោយសារនេះគឺជារបៀបប៊ូសធម្មតាបាទយើងអត់ប្រើ technique និងបច្ចេកទេសទេអញ្ចឹង page ខ្លះក៏ប៊ូសបែបនេះបានផលហើយ page ខ្លះប៊ូសបែបនេះអត់បានផលទេ view ឡើងមក plate ធ្លាក់មកវិញអស់ហើយអញ្ចឹងណាបាទអញ្ចឹងបើសិនជាមានករណីបែបហ្នឹងបងប្អូនត្រូវតែបដូរវិធីសាស្ត្រប៊ូសផងដែរបាទតែវិធីសាស្ត្រនេះគឺនៅតែប៊ូសបានអញ្ចឹងគឺប៊ូសបានដោយ page បាទខ្ញុំបញ្ជាក់បងប្អូនត្រង់ហ្នឹងណាអញ្ចឹងបងប្អូនធ្វើការដាក់ចំនួនទឹកលុយតាមដែលបងប្អូនចង់ដាក់មកបាទអញ្ចឹងតែខ្ញុំដាក់$50ហើយបន្តមកទៀតបងប្អូនចុចមកកន្លែង add set មកបាទដើម្បីយើងកំណត់ add set យើងអញ្ចឹងមកដល់កន្លែងនេះបងប្អូនអាចរើសយក page របស់បងប្អូនបានហើយមិញយើងបាន copy ឈ្មោះ page រួចហើយយើងផាសចូលមកបាទហើយបន្តមកទៀតយើងធ្វើការ select យក page ហើយបន្តមកទៀតបងប្អូន scroll ឡើងមកបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនធ្វើការចុចថយមកវិញបងប្អូនឃើញទេបាទវារើសឲ្យមួយខែណាបងប្អូនចុចថយមកវិញមកបាទអញ្ចឹងបងប្អូនចុចយកថ្ងៃដដែលហើយបន្តមកទៀតពាក់ព័ន្ធជាមួយនឹងម៉ោងបងប្អូនបាទអញ្ចឹងជាធម្មតាបងប្អូនប៊ូស$50បងប្អូនចង់ live 2ម៉ោងត្រូវទេបាទអញ្ចឹងបងប្អូនអាចធ្វើការកំណត់2ម៉ោងបានប៉ុន្តែកុំភ្លេចទុក space ឲ្យវា review ផងណាបងប្អូនបាទហើយពាក់ព័ន្ធជាមួយការ review លឿនឬមួយក៏ឆាប់អាស្រ័យទៅលើ page របស់បងប្អូនដូចគ្នាណាបាទ page ខ្លះក៏លឿន page ខ្លះក៏យូរបាទអញ្ចឹងដូច page នេះជាធម្មតាក៏ review ត្រឹមតែ15នាទីទៅ20នាទីទេបាទអញ្ចឹងខ្ញុំទុក space 20នាទីបាទអញ្ចឹងម៉ោងដែលយើង start គឺម៉ោង7និង14នាទីយើងថា15នាទីចុះបាទអញ្ចឹងយើងបូកថែម20នាទីទៀតគឺម៉ោង7និង35នាទីបាទអញ្ចឹងរាប់ពីម៉ោង7និង35នាទីទៅគឺជាម៉ោងដែលចាប់ផ្ដើមមាន view ហើយអញ្ចឹងយើងអាចកំណត់តាមអ្វីដែលយើងចង់បានយើងចង់បាន2ម៉ោងគឺកំណត់2ម៉ោងទៅបាទអញ្ចឹងម៉ោង7:35វាដើរម៉ោង8:35គឺ1ម៉ោងហើយនិងម៉ោង9:35គឺ2ម៉ោងគត់តែម្ដងដែរអញ្ចឹងយើងយកម៉ោង9និង35នាទីបាទចឹងបងប្អូន scroll ឡើងមកដល់កន្លែង location បងប្អូនធ្វើការ select យក location មកបាទយើងដាក់ Cambodia មកតាមទៀតបងប្អូន select យកមកបាទហើយខ្វែង China ចោលផងបាទបើសិនជាវា subject ទៅប្រទេសផ្សេងបងប្អូនខ្វែងចោលតែអញ្ចឹងមកដល់ខាងក្រោមបងប្អូនចុចកន្លែង audience suggestion នេះមកបាទហើយបន្តទៀតបងប្អូនរើសអាយុឲ្យទៅមកបាទអញ្ចឹងដូចកៅអៅរបស់គាត់នេះគឺអាចនិយាយបានថាចន្លោះពី19ឡើងទៅគឺគាត់អាចពាក់បានហ៎បាទអញ្ចឹងរហូតដល់39បាទបន្តមកទៀតកន្លែង page គឺយើងយកប្រុសមកបាទហើយកន្លែង audience អូខេបងប្អូនអាចធ្វើការដាក់តាមខ្ញុំក៏បានដែរបាទនេះគឺជា audience target បាទអញ្ចឹងបងប្អូនដាក់តាមខ្ញុំក៏បានដែរយើងដាក់ closing បាទហើយបន្តមកទៀតយើងដាក់ main closing អូខេនេះបងប្អូនសាច់យកមកហើយពាក់ព័ន្ធមួយ jacket គឺយើងដាក់ដែរអូខេយើងស្លេចយកមកបាទហើយបងប្អូនអាចមើលខាងក្រោមនេះពាក់ព័ន្ធជាមួយ coat ក៏យើងដាក់បាទហើយយើងស្លេចយកទៀតមក top ហើយ shirt ក៏យើងយក t-shirt ក៏យើងយកដែរ jean ក៏យើងយកចាំបងប្អូនមើលមានអីគួរដាក់ទៀតទេបាទដូចជា short ក៏យើងយកដែរhoodie ដូចជាអត់ត្រូវទេបាទបើសិនជាសម្លៀកបំពាក់មនុស្សស្រីអាចយក hoodie តែបើសិនជាសម្លៀកបំពាក់មនុស្សប្រុសបងប្អូនបាច់យកកន្លែងហ្នឹងទេ suit ក៏យកបានដែរដោយសារប្រភេទឈុតរបស់មនុស្សស្រីបាទអូខេ skirt sport ទេបងប្អូនអាចយកបានទេណាអញ្ចឹងអូខេយើងដាក់ប៉ុណ្ណឹងមកណាបាទយើងដាក់ប៉ុណ្ណឹងមកបងប្អូនអាចប្រើ audience តាមខ្ញុំបានណាសម្រាប់បងប្អូនដែល live សម្លៀកបំពាក់មនុស្សប្រុស
បាទបងប្អូនមើលទៅអូខេបន្តមកទៀតយើងចុចមកកន្លែង add មកបាទហើយបន្តមកទៀតបងប្អូនយកកន្លែង use exciting post បាទទី2បងប្អូនបាទហើយបន្តមកទៀតបងប្អូនធ្វើការ select post មកអញ្ចឹងជាធម្មតាពេលដែលយើង live គឺ post របស់យើងវានឹងនៅលើគេហើយបងប្អូនចុចយកមកបាទហើយចុច continue មកបន្ទាប់ពីបងប្អូន select យករួចហើយបងប្អូនអាចធ្វើការចុច publish បានហើយអូខេបងប្អូនទាំងអស់គ្នាបើសិនជាវាចេញបែបនេះបាទវាដាក់ថា post របស់យើងគឺអត់មានប៊ូតុង action ទេណាបាទអញ្ចឹងគឺ post របស់យើងអត់មានប៊ូតុង action មែនបាទហើយយើងអត់មានប៊ូតុង send message ទេហើយនៅកន្លែងនេះគឺយើងកែអត់បានដែរអញ្ចឹងដំណោះស្រាយគឺធ្វើបែបណាបងប្អូនបាទយើងចូលទៅក្នុង ad set របស់យើងវិញហើយយើងបដូរកន្លែងនេះបងប្អូនណាបាទយើងយក video view វិញមកយើងយក on your ad ហើយយក video view បាទអាហ្នឹងក្នុងករណីដែលវាចេញបែបហ្នឹងបងប្អូនអត់អាច publish បានទេបាទអញ្ចឹងធ្វើតាមខ្ញុំមួយទៅណាបាទអូខេមកដល់កន្លែងនេះបងប្អូនមើលកន្លែងថ្ងៃខែផងនៅពេលដែលយើងបដូរនៅកន្លែង add tab របស់យើងគឺកន្លែងថ្ងៃខែវានឹងត្រឡប់ទៅដូចដើមវិញផងដែរអញ្ចឹងបងប្អូនធ្វើការ select ម្ដងទៀតចុចថយក្រោយយកថ្ងៃដដែលហើយនឹងម៉ោង 9:35 នាទីបាទអូខេអញ្ចឹងបងប្អូនចូលទៅក្នុង ad របស់យើងមកហើយបន្តមកទៀតបងប្អូនធ្វើការ select យក use exciting post បន្តមកទៀតបងប្អូនធ្វើការ select post ហើយយក post លើគេនឹងមកបាទអូខេអញ្ចឹងវាឡើងចេញសញ្ញាតនគិតនៅកន្លែងនេះទៀតហើយបងប្អូនអាចធ្វើការចុច publish បានហើយបាទអូខេបើចេញបែបនេះបងប្អូនខ្វែងចោលបានណាអញ្ចឹងគឺរួចរាល់ហើយបងប្អូនទាំងគ្នាបាទពាក់ព័ន្ធជាមួយនឹងការប៊ូស live បាទហើយយើងប៊ូសពីក្រោយគឺយើងធ្វើរួចរាល់ហើយបាទតែប៉ុណ្ណេះគឺរួចរាល់ហើយបងប្អូនរងចាំចន្លោះពី15ទៅ20នាទីទៅ view វានឹងចាប់ដើមឡើងហើយបាទអូខេអញ្ចឹងវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយបងប្អូនទាំងគ្នាខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងជាប្រយោជន៍ទៅកាន់បងប្អូនទាំងគ្នាហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបហ្នឹងបងប្អូនអាចធ្វើការចុច like ក៏ដូចជា comment នៅលើវីដេអូនេះផងដែរដើម្បីឲ្យវីដេអូនេះវា rank កាន់តែខ្លាំងហើយវា reach ទៅកាន់មនុស្សជាច្រើនដែលពួកគាត់កំពុងតែរកស៊ីប្រកបរបរនៅលើ online ហើយវីដេអូនេះវាអាចជួយសម្រួលការងារខ្លះទៅដល់ពួកគាត់សម្រាប់បងប្អូនដែលដៃថ្មីណាបាទហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំបង្ហាញពាក់ព័ន្ធជាមួយនឹងការប៊ូសទៅលើផលិតផលណាបងប្អូនចង់ឲ្យខ្ញុំបង្ហាញទៅលើវីដេអូអីគេបងប្អូនអាចធ្វើការ comment សំណពរនៅខាងក្រោមវីដេអូនេះបានបាទហើយខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទាំងគ្នាបាទចង់អរគុណច្រើនបងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់បាទ